បាត់ទង់ជាតិថៃមួយនៅតំបន់ជាប់ព្រំដែនកម្ពុជាបង្កឲ្យកងទ័ពថៃប្រតិកម្មខ្លាំងភូមិប៉ាកាតខេត្តច័ន្ទបុរីប្រទេសថៃទង់ជាតិថៃមួយត្រូវបានរាយការណ៍ថាបាត់ពីដងបង្គោលដែលទើបដំឡើងថ្មីនៅតំបន់ជាប់ព្រំដែនកម្ពុជាក្នុងខេត្តច័ន្ទបុរីទល់មុខខេត្តបៃលិនហេតុការណ៍នេះបានបង្កឲ្យកងកម្លាំងថៃបង្ហាញប្រតិកម្មយ៉ាងរហ័សនិងតានតឹងយោងតាមសារព័ត៌មានក្នុងស្រុកថៃចេញផ្សាយនៅយប់ថ្ងៃទី20ខែមេសាឆ្នាំ2026អ្នកនាំពាក្យកងទ័ពជើងទឹកថៃបានបញ្ជាក់ថាទង់ជាតិនោះបានបាត់កាលពីថ្ងៃទី18ខែមេសានៅតំបន់ជាប់ព្រំដែនបន្ទាប់ពីកើតហេតុកងកម្លាំងថៃបានដំឡើងទង់ថ្មីជំនួសភ្លាមៗនិងបង្កើនការល្បាតទាំងថ្ងៃទាំងយប់ព្រមទាំងដាក់របងលុះព័ទ្ធតំបន់នោះអាជ្ញាធរថៃកំពុងប្រមូលភស្តុតាងដើម្បីស្វែងរកអ្នកទទួលខុសត្រូវហើយបានព្រមានថាប្រសិនបើរកឃើញការចូលលូសលាន់ពីភាគីកម្ពុជានឹងមានការឆ្លើយតបយ៉ាងតឹងរ៉ឹងទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ច្បាស់ពីវិធានការឆ្លើយតបនោះឡើយជាមួយគ្នានេះអាជ្ញាធរថៃក៏បានចាក់ដីបំពេញប្រឡាយទឹកដែលធ្លាប់ជាខ្សែបែងចែកព្រំដែននិងដំឡើងបង្គោលទង់ជាតិឡើងវិញនៅតំបន់នោះផងដែរខណៈពេលដូចគ្នាមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការពីភាគីកម្ពុជាអំពីករណីនេះនៅឡើយទេប៉ុន្តែមន្ត្រីមូលដ្ឋានមួយចំនួនបានបញ្ជាក់ថាកម្ពុជាមិនពាក់ព័ន្ធនឹងការបាត់ទង់ជាតិថៃនោះទេអ្នកវិភាគមួយចំនួនបានចាប់អារម្មណ៍ថាប្រតិកម្មរបស់ថៃលើករណីនេះមើលទៅខ្លាំងជាងករណីគ្រាប់បែកពីមីយ៉ាន់ម៉ាធ្លាក់ចូលដែនដីថៃកាលពីពេលថ្មីៗខណៈដែលប្រជាពលរដ្ឋត្រូវរត់គេចរកសុវត្ថិភាពប៉ុន្តែមិនមានការគំរាមឆ្លើយតបខ្លាំងដោយករណីបាត់ទង់ជាតិនេះឡើយអ្នកជំនាញនយោបាយបានលើកឡើងថាស្ថានភាពព្រំដែនកម្ពុជាថៃមិនមែនជាបញ្ហាដីធ្លីប៉ុណ្ណោះទេប៉ុន្តែជាបញ្ហានយោបាយនិងចិត្តសាស្ត្រដែលអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងនយោបាយផងដែរពួកគេក៏បានណែនាំឲ្យកម្ពុជាបន្តពង្រឹងសមត្ថភាពការពារជាតិដើម្បីធានាសុវត្ថិភាពនិងការពារអធិបតេយ្យភាពរបស់ខ្លួន